សូមស្វាគមន៍មកកាន់កម្មវិធីការបញ្ចប់ការសិក្សានិងការធ្វើបទបង្ហាញបងប្អូននៅសប្តាហ៍ទី10ជំរាបសួរនេះខ្ញុំឈ្មោះ Chen Savet ជាអាណាព្យាបាលរបស់ហៀងគណៈវិសាដែលគាត់បានរៀននៅនេះនៅសាលាគូថកនេះចំនួន10សប្តាហ៍វគ្គសិក្សានេះខ្ញុំឃើញតាម Facebook ហើយចាប់អារម្មណ៍តាមរយៈមើលកូនមេងគាត់ present អីចឹងតាមរយៈ Facebook ដែរអញ្ចឹងមូលហេតុដែលខ្ញុំសម្រេចចិត្តឲ្យវិសាចូលរៀននៅគូថកនេះដោយសារតែវិសាគាត់មានចំណុចល្អមួយគាត់ក្លាហានប៉ុន្តែគាត់អត់តន់ចេះរបៀបនៃការនិយាយនៅពេលដែលយើងឲ្យគាត់សម្រាយអីមួយឬក៏និយាយអំពីរឿងស្អីមួយឲ្យយើងស្ដាប់ចឹងគាត់រៀងនិយាយត្រឡប់ត្រឡិនអត់ដឹងណាអត់ចេះរបៀបនិយាយចឹងណាពេលចឹងខ្ញុំសម្រេចចិត្តថាដាក់មកគ្រូថកទៅខ្ញុំគិតថាប្រហែលជាមានអី improve ហើយជាក់ស្ដែងទៅសម្រាប់ថ្នាក់នេះគេបើកថ្នាក់សម្រាប់ថ្នាក់អាយុ10ឆ្នាំឡើងប៉ុន្តែវិសាអត់តន់គ្រប់អាយុទេប៉ុន្តែខ្ញុំឲ្យគាត់សាកល្បងតែពេលដែលសាកល្បងទៅគាត់ចាប់អារម្មណ៍ខ្លួនឯងហ្នឹងទៅគាត់ចង់រៀនហើយក៏យើងសួរនាំពីលោកគ្រូអ្នកគ្រូនៅនឹងដែរថាគាត់អាចរៀនអានអត់ចឹងណាពេលគាត់ថាអត់អីទេអាចរៀនបានអញ្ចឹងទៅក៏សម្រេចចិត្តថាអូខេអញ្ចឹងសាកល្បងហើយខ្ញុំអត់រំពឹងថាវិសានឹងបាន award ឬក៏គាត់ប្រកែអីទេប៉ុន្តែខ្ញុំគិតថាខ្ញុំដាក់ថ្នាក់ហ្នឹងទៅទោះបីមិនត្រូវអាយុគាត់ក៏ដោយប៉ុន្តែឲ្យតែគាត់ចង់គិតថាមិនបានច្រើនក៏យ៉ាងហោចក៏បានខ្លះដែរសម្រាប់វិសាចូលរៀនរយៈពេល10សប្តាហ៍នេះឃើញគាត់improve បានច្រើនមែនតើព្រោះពីការនិយាយរបស់គាត់ហ្នឹងពីមុនគាត់អត់ចេះរបៀបនិយាយទេដូចថាខ្ញុំធ្លាប់ធ្វើវីដេអូឲ្យគាត់ខ្លះដែរប៉ុន្តែរបៀបថានិយាយគឺយើងត្រូវការរៀបចំឲ្យគាត់ច្រើនមែនតើតែពេលបន្ទាប់ពីដាក់មកនេះហើយឃើញថាការនិយាយរបស់គាត់ក្នុងការឡើងនិយាយដូចនៅលើឆាកអញ្ចឹងគឺគាត់ចេះពីរបៀបនិយាយពុទ្ធរិសានៅនេះគេរៀនពីរបៀបនៃការនិយាយទាំងបញ្ចេញសំឡេងទាំងលើកដាក់សំឡេងហើយនឹងការដើរបំលាស់ទីអីហ្នឹងមើលទៅឲ្យសមរម្យអញ្ចឹងណាពីមុនគឺគាត់អត់ចេះទេប៉ុន្តែនៅបន្ទាប់ពីរៀនបាន10សប្តាហ៍នេះគឺឃើញគាត់ចេះបានច្រើនមែនតើចេះតាំងពីរបៀបនៃការធ្វើ slide presentation នេះទៀតខ្ញុំគិតថាអាយុបិណ្ឌគាត់ហ្នឹងធ្វើបានប៉ុណ្ណេះតាំងមិត្តរួមថ្នាក់គាត់ក៏ដោយធ្វើបានប៉ុណ្ណឹងគាត់ថាល្អមែនតើសម្រាប់ការងារដែលពួកគាត់ធ្វើហ្នឹងចាសម្រាប់ខ្ញុំជាអាណាព្យាបាលនៅពេលដែលមកចូលរួមកម្មវិធីចុង10សប្តាហ៍ចុងក្រោយនេះគឺមានអារម្មណ៍ថាសប្បាយចិត្តមែនតើឃើញថាកូនក្លាហានដែលគាត់អាចនិយាយនៅលើនៅលើវេទិកាបានដោយមិនមានភាពភ័យខ្លាចហើយគាត់និយាយបានដោយរលូនទៀតហើយល្អមែនតើអញ្ចឹងខ្ញុំគិតថាអាយុប៉ុណ្ណឹងគឺពួកគាត់ក្មេងៗនេះតែគាត់អាចធ្វើបានល្អទាំងអស់គ្នាអញ្ចឹងចាសម្រាប់ជាចុងក្រោយវិញខ្ញុំសូមផ្ដាំទៅកូនវិសាលក៏ដូចជាកូនទាំងអស់គ្នាដែរដែលគាត់ចង់រៀននៃរបៀបនៃការនិយាយបើយើងចង់រៀនរបៀបនៃការនិយាយបានល្អមានន័យថាយើងត្រូវដឹងពីអាហ្នឹងសិនដឹងពីចំណុចដែលយើងចង់និយាយសិនណាបន្ទាប់មកយើងអនុវត្តវាយើងព្យាយាមនិយាយវាច្រើនដងនិយាយទៅគឺយើងអាចធ្វើវាបានល្អហើយក្នុងនឹងដែរវាមានការជួយជ្រោមជ្រែងពីអាណាព្យាបាលហើយនឹងគ្រូដែលគាត់ជួយបង្រៀនផងដែរទៅយើងធ្វើបានល្អទៅដែរ